ស្វាគមន៍មកកាន់ផ្ទះវីឡាតូដ៏ស្អាតប្រណិតនៅតំបន់ទំនប់កប់ស្រូវបងប្អូនប្រកាសជាបានស្គាល់ហើយទាក់ទងជាមួយនឹងម៉ូតវីឡាតូនៅបរិយាខាង ONC វ៉ាឡាដែលទិញផ្ទះអាចកំងទំហំដីបានទៅតាមចិត្តថ្ងៃនេះគឺយើងចង់លើកមកបង្ហាញជាមួយនឹងផ្ទះគំរូដែលយើងបានរៀបចំជាមួយនឹងផ្ទះមួយប្លង់និងដីកន្លះឡូបន្ថែមដើម្បីរៀបចំឆ្នៃទីផ្ទះគំរូយ៉ាងស្អាតប្រណិតជូនបងប្អូនតែម្ដងចំណុចពិសេសផ្ទះគំរូនេះដែរគឺយើងទទួលបានជាមួយនឹងទំហំក្បាក់ដីរហូតដល់16ម៉ែត្រកន្លះគុណជាមួយនឹង20ដែលសល់ចំហៀងទៀតចន្លោះពី6ទៅ7ម៉ែត្រចំហៀងទៀតគឺធំមែនតើដែលបងអាចឆ្នៃរៀបចំជាកញ្ចក់អាងបឹងឈូកកន្លែងអង្គុយលេងធ្វើទឹកធ្លាក់និយាយទៅគឺរៀបចំបានមកស្រឡាញ់តែម្ដងចំណុចពិសេសគឺគេអាចរៀបចំឆ្នៃជាតុជប់ជុំតងកន្លែងញ៉ាំអាហារជប់ជុំគ្រួសារបងប្អូនអីបានរៀបចំបានយ៉ាងស្អាតប៉ុណ្ណឹងអញ្ចឹងបងប្អូនបើនិយាយពីតម្លៃវិញគឺសមរម្យមែនតើសម្រាប់ទំហំដីស្តង់ដារប្រកេក្បាល11ម៉ែត្របដោយ20តម្លៃត្រឹមតែ120000ជាងប៉ុន្តែបើសិនជាបងចង់បានជាប្រភេទផ្ទះដីជំនាញធំបែបនេះតម្លៃត្រឹមតែ160000ជាងតែប៉ុណ្ណោះប៉ុន្តែបងអាចឆ្នៃរៀបចំបានច្រើនបែបមែនតើហើយបើងាកមកមើលខាងក្នុងផ្ទះវិញបងប្អូនហើយគឺធំតលីស្អាតហ្មងណាបានក្បាលដីរហូតដល់ចា16ម៉ែត្រកន្លះគុណ20ហើយខាងក្នុងផ្ទះវិញបានរហូតដល់7.7គុណនឹង11ម៉ែត្រពេញតែម្ដងសម្រាប់សាច់ផ្ទះបងចូលមកខាងក្នុងខាងបរិយាគេរៀបចំទ្វារសុវត្ថិភាពឲ្យបង free មួយចាមួយចំណែកទៀតគេមានជាមួយនឹងបន្ទប់ទទួលភ្ញៀវចាគឺធំទលាយមែនតើទទួលភ្ញៀវចន្លោះពី7ទៅ10នាក់ក៏អត់ជាអៀដែរចំណុចពិសេសគេមានបង្អួចកញ្ចក់ធំព័ទ្ធជុំវិញផ្ទះតែម្ដងបងប្អូនចាស្អាតខ្លាំងហ្មងបងប្អូនអញ្ចឹងសម្រាប់អ្នកដែលគាត់ត្រូវការទិញផ្ទះធំតម្លៃធូរអីអាចសាកមកមើលនៅបរិយា ONC Villa យើងបានមកឃើញទេចាដើរពីបន្ទប់ទទួលភ្ញៀវមកគេមានតុបាយញ៉ាំអាហារ counter bar ចក្រានហ្នឹងគឺ free ជូនអតិថិជនតែម្ដងអត់ចាំបាច់អស់កញ្ចប់លុយថែមទេបូករួមមួយម៉ាស៊ីនបឺក្លិនបឺផ្សែងហើយគេឆ្នៃបានទ្វារពីរអញ្ចេះទៀតបងចេញចូលចោលសម្រាប់អីគឺងាយស្រួលមែនតើអត់ចាំបាច់ដើរកាត់ផ្ទះទេបងបើកតែទ្វារយកសម្រាប់ទៅបោះចោលបើមានបងប្អូនមកលេងអីក៏អត់មានអារម្មណ៍ថាដើរយួរសម្រាប់ទៅអាក្រក់មើលខ្មាស់គេឬក៏ស្អុយចាស់ក្លិនដល់ភ្ញៀវមកលេងផ្ទះយើងដែរអត់ទេនៅខាងក្រោមគឺគេមានបន្ទប់គេងមួយទៀតសម្រាប់តាយាយម៉ាក់ប៉ាចាស់អីគឺគាត់អាចសម្រាប់នៅនឹងបានព្រោះគាត់ឈឺឆ្អឹងឈឺឆ្អែងពិបាកឡើងចដើចឹងយើងសម្រាប់នៅខាងក្រោមហ្នឹងទៅទំហំបន្ទប់ធំទលាយចាកូនមុខហ្នឹងគេឆ្នៃបានកូនឃ្លាំងដាក់អីវ៉ាន់ក្រោមចដើមួយទៀតបងនេះទុកដាក់អីវ៉ាន់បានមកស្រឡាញ់ហ្មងធំទលាយស្អាតណាមានកំពូលបិទបើកឲ្យបងមកអែមហើយចេញពីហ្នឹងមកគេមានបន្ទប់ទឹកអញ្ចឹងទៅចាធំទលាយស្អាតដូចគ្នាដែរហើយខាងលើគេឆ្នៃបាន3បន្ទប់គេង3បន្ទប់ទឹកបន្ថែមអញ្ចឹងបើសិនជាបងចាប់អារម្មណ៍ចាចង់មើលនៅខាងលើបន្ថែមទៀតអាច comment ម្នាក់មួយទៅចាវីដេអូក្រោយយើងនឹង review ពីខាងលើជូនបងតែម្ដងចំណុចពិសេសតែងផ្ទះក៏ត្រូវតែមើលដែរនេះបងតាក់ទងជាមួយនឹងចដាថាចដាគេពេញជើងល្អដាក់ជើងមកនៅសល់ហើយនេះការដែលឡើងកាន់ហ្នឹងគឺអត់ចោតខ្លាំងទេស្រួលក្នុងការឡើងមែនទែនអញ្ចឹងសម្រាប់អ្នកដែលគាត់ទិញទៅខាងបរិយាគេ free ឲ្យបងរហូតដល់10មុខដូចខ្ញុំបញ្ជាក់អញ្ចឹងទី1មាន counter bar លើក្រោមចក្រានមកជុំខ្លួនម៉ាស៊ីនបឺក្លិនបឺផ្សែងពូលចាលើសពីនេះទៅទៀតអ្នកទ្វារចូលគេរៀបចំទ្វារសុវត្ថិភាពឲ្យបងអញ្ចឹងតាមប្រអួចគេរៀបចំជាចម្រឹងឲ្យបងរួចជាស្រេចហ្មងហើយខាងបរិយាគេ free ផ្សេងជាឲ្យបងបាន3គ្រឿងទៀត free bathtub នៅបន្ទប់មេគ្រួសារទៀតអញ្ចឹងសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ម៉ូតផ្ទះបែបហ្នឹងបងប្អូនដូចខ្ញុំនិយាយអញ្ចឹងទីតាំងគឺអន្តរទេនៅខាងផ្លូវកប់ស្រូវបងចេញពីអន2មកតាម20នាទីទេនៅខាងជើងវត្តភ្នៀតណាបងប្អូនជាប់ផ្លូវធំផ្លូវរត់40ម៉ែត្រតែម្ដងជាទីតាំងដែលកំពុងតែមានសក្តានុពលជាទីតាំងមួយដែលកំពុងតែផ្ទុះការអភិវឌ្ឍខ្លាំងមែនទែនបងអាច search មើលបានតាក់ទងជាមួយនឹងតំបន់ទំនប់កប់ស្រូវឥឡូវនេះមិនថាសាលារដ្ឋឯកជនលក្ខីធនាគារគឺមានសពគ្រប់បែបយ៉ាងទាំងអស់តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មើលវីដេអូនេះហើយមានចំណាប់អារម្មណ៍ចាបងអាចអញ្ជើញចាចាយពេលមកមើលផ្ទាល់ដល់ទីតាំងបរិយាបានដើម្បីបានតម្លៃល្អហើយមានជាការបញ្ចុះតម្លៃជាពិសេសសម្រាប់អតិថិជនដែលគាត់ចំណាយពេលមកមើលផ្ទាល់ចាអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នេះជួបគ្នានៅវីដេអូក្រោយចាអរគុណ